ប្រវត្តិទំនាក់ទំនងអាមេរិកនិងវេណេស៊ុយអេឡាក្រោយពេលវេណេស៊ុយអេឡាប្រកាសឯករាជ្យតែបន្តិចសហរដ្ឋអាមេរិកប្រកាសទទួលស្គាល់និងបង្កើតទំនាក់ទំនងការទូតជាមួយគ្នាក្នុងឆ្នាំ1835បើទោះជាទំនាក់ទំនងផ្អែមល្ហែមនិងល្វីងជូរចត់រវាងប្រទេសទាំងពីរស្ថិតនៅលើអាជីវកម្មប្រេងយ៉ាងណាក៏ដោយក្រុមហ៊ុនអាមេរិកដំបូងគេបង្អស់ដែលបានចូលមកវិនិយោគនៅវេណេស៊ុយអេឡាមិនមែនចាប់ផ្ដើមពីវិស័យប្រេងកាតភ្លាមៗនោះទេប៉ុន្តែគឺចាប់ផ្ដើមពីកៅស៊ូអេស្ហ្វាល់សម្រាប់ការធ្វើផ្លូវដោយក្រុមហ៊ុននោះមានឈ្មោះថា New York and Bermudez Company ហើយបានចូលមករកស៊ីនៅរដ្ឋធានី Caracas ក្នុងឆ្នាំ1883ក្រោយពីវេណេស៊ុយអេឡាប្រកាសរកឃើញធនធានរ៉ែប្រេងកាតមកក្នុងឆ្នាំ1920ក្រុមហ៊ុនប្រេងកាត Standard Oil របស់គ្រួសារ Rockefeller ដែលមានបំផុតនៅអាមេរិកបានចូលទៅរករកប្រេងនៅក្នុងតំបន់បឹងទន្លេសាប Maracaibo នៅពេលដែលឃើញ Standard Oil ចាប់ផ្ដើមអាជីវកម្មហើយនោះក្រុមហ៊ុន Gulf Oil ក្រោយមកក្លាយជា Chevron ក៏បានចូលទៅដែរនៅឆ្នាំ1928វេណេស៊ុយអេឡាបានក្លាយជាប្រទេសនាំចេញប្រេងធំជាងគេលើโลกដែលចំណែកធំគឺដោយសារក្រុមហ៊ុនទាំងពីរនេះឯងស្ថានទូតអាមេរិកបានបើកជាផ្លូវការនៅរដ្ឋធានី Caracas ក្នុងឆ្នាំ1935ដែលជាការបើកផ្លូវឲ្យក្រុមហ៊ុនផ្សេងៗចូលទៅរកស៊ីផងដែរដូចជា General Motors ជាដើមវត្តមានរបស់ក្រុមហ៊ុនទាំងនោះហើយដែលបានធ្វើឲ្យវេណេស៊ុយអេឡាក្លាយជាប្រទេសមានបំផុតនៅអាមេរិកឡាទីនក្នុងសម័យនោះឥទ្ធិពលអាមេរិកលើវេណេស៊ុយអេឡាគឺលើសពីការជួញដូរវាគឺជាចំណងមនោសញ្ចេតនានិងវប្បធម៌ដែលមិនអាចកាត់ផ្តាច់បានងាយៗឡើយប្រជាជនវេណេស៊ុយអេឡាមានមនោសញ្ចេតនាស៊ីជម្រៅនិងតែងតែចាត់ទុកអាមេរិកថាជាដែនដីនៃក្តីសង្ឃឹមនិងសេរីភាពពិតប្រាកដនៅពេលដែលគម្រិតជីវភាពប្រជាជនវេណេស៊ុយអេឡាល្អប្រសើរគឺនិយមប្រើប្រាស់ផលិតផលនិងរស់នៅតាមរបៀបអាមេរិកដែលហៅថា American Way of Life ប៉ុន្តែចំណងការទូតដ៏ផ្អែមល្ហែមបានប្រែក្រឡាស់នៅពេលដែលលោក Hugo Chavez ឡើងកាន់តម្លៃជាប្រធានាធិបតីហើយប្រកាសដើរតាមគោលនយោបាយសង្គមនិយមតាមលំនាំ Che Guevara ប្រឆាំងពួកសក្តិភូមិចក្រពត្តិនិយមពិសេសគឺអាមេរិកChavez បានទាញវេណេស៊ុយអេឡាឲ្យងាកចេញពីអាមេរិកនិងបណ្ដាលោកសេរីបន្តិចម្ដងហើយងាកមកចងសម្ព័ន្ធមិត្តជាមួយនឹងប្លុកសង្គមនិយមវិញដូចជាគូបាអ៊ីរ៉ង់រុស្ស៊ីកូរ៉េខាងជើងនិងចិនឆ្នាំ1999 Chavez បានប្រកាសអំពីនយោបាយបដិវត្តន៍ Bolivar ដែលបានបង្ខំឲ្យក្រុមហ៊ុនឯកជនទាំងអស់ភាគច្រើនរបស់អាមេរិកផ្ទេរកម្មសិទ្ធិទាំងអស់មករត់វិញChavez បានបណ្ដេញបណ្ដាអង្គការនានាដែលធ្វើការទាក់ទងសិទ្ធិសេរីភាពប្រជាធិបតេយ្យនិងស្ថាប័នដែលស្និទ្ធនឹងអាមេរិកទាំងអស់ចេញពីប្រទេសបើទោះជាមានចំណូលយ៉ាងមហាសាលអំពីអាជីវកម្មប្រេងការគ្រប់គ្រងសាច់ប្រាក់គំនិតហិរញ្ញវត្ថុបែបកញ្ជឿធ្លុះពិសេសអំពើពុករលួយស៊ីដល់រូងផ្ទៃក្នុងបានធ្វើឲ្យសេដ្ឋកិច្ចជាតិវេណេស៊ុយអេឡារង្គោះរង្គើយ៉ាងខ្លាំងហើយទីបំផុតនៅក្នុងឆ្នាំ2002មានការប៉ុនប៉ងរដ្ឋប្រហារមួយដោយចាប់ខ្លួនឃុំខ្លួនលោកប្រធានាធិបតី Chavez ដល់ទៅ48ម៉ោងប៉ុន្តែនៅតែមិនបានសម្រេចព្រោះថា Chavez នៅតែមានប្រជាជនជាច្រើនលើសលប់គាំទ្រដោយសារនយោបាយប្រជានិយមរបស់គាត់Chavez បានចោទប្រកាន់អាមេរិកថាជាអ្នកនៅពីក្រោយខ្នងនៅក្នុងរដ្ឋប្រហារលើកនោះដែលធ្វើឲ្យទំនាក់ទំនងទូតកាន់តែអាក្រក់ទៅទៀតឆ្នាំ1999 Chavez បានប្រកាសអំពីនយោបាយបដិវត្តន៍ Bolivar ដែលបានបង្ខំឲ្យក្រុមហ៊ុនឯកជនទាំងអស់ភាគច្រើនរបស់អាមេរិកផ្ទេរកម្មសិទ្ធិទាំងអស់មករត់វិញ Chavez បានបណ្ដេញបណ្ដាអង្គការនានាដែលធ្វើការតាក់ទងសិទ្ធិសេរីភាពប្រជាធិបតេយ្យនិងស្ថាប័នដែលស្និទ្ធនឹងអាមេរិកទាំងអស់ចេញពីប្រទេសបើទោះជាមានចំណូលយ៉ាងមហាសាលអំពីអាជីវកម្មប្រេងការគ្រប់គ្រងសាច់ប្រាក់គំនិតហិរញ្ញវត្ថុបែបកញ្ជឿធ្លុះពិសេសអំពើពុករលួយស៊ីដល់រូងផ្ទៃក្នុងបានធ្វើឲ្យសេដ្ឋកិច្ចជាតិវេណេស៊ុយអេឡារង្គោះរង្គើយ៉ាងខ្លាំងហើយទីបំផុតនៅក្នុងឆ្នាំ2002មានការប៉ុនប៉ងរដ្ឋប្រហារមួយដោយចាប់ខ្លួនឃុំខ្លួនលោកប្រធានាធិបតី Chavez ដល់ទៅ48ម៉ោងប៉ុន្តែនៅតែមិនបានសម្រេចព្រោះថា Chavez នៅតែមានប្រជាជនជាច្រើនលើសលប់គាំទ្រដោយសារនយោបាយប្រជានិយមរបស់គាត់Chavez បានចោទប្រកាន់អាមេរិកថាជាអ្នកនៅពីក្រោយខ្នងនៅក្នុងរដ្ឋប្រហារលើកនោះដែលធ្វើឲ្យទំនាក់ទំនងទូតកាន់តែអាក្រក់ទៅទៀតឆ្នាំ2007 Chavez បានសម្រេចបណ្ដេញក្រុមហ៊ុនអាមេរិកដែលនៅសេសសល់ទាំងអស់ចេញពីប្រទេសព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិនិងអាជីវកម្មទាំងអស់បណ្ដាក្រុមហ៊ុនទាំងនោះដូចជា Exxon Mobil និង ConocoPhillips បានប្តឹងរដ្ឋាភិបាលលោក Chavez ទាមទារសំណងដែលមានតម្លៃរាប់សិបពាន់លានដុល្លារទោះបីតុលាការកាត់សេចក្តីឲ្យរដ្ឋាភិបាលវេណេស៊ុយអេឡាត្រូវសងក៏ដោយក៏ Chavez មិនខ្វល់ហើយថែមទាំងដៀមដាមឲ្យអាមេរិកទៀតផងឆ្នាំ2013 Chavez បានស្លាប់ដោយជំងឺមហារីកក្នុងវ័យត្រឹមតែ58ឆ្នាំប៉ុណ្ណោះហើយអ្នកបន្តវេនដ៏ស្មោះស្ម័គ្របំផុតគឺ Nicolas Maduro ដែលធ្វើឲ្យទំនាក់ទំនងកាន់តែអាក្រក់ជាងមុនទៅទៀតពិសេសក្នុងអាណត្តិរបស់ប្រធានាធិបតី Barack Obamaចំណាត់ការក្តៅរបស់អាមេរិកកាន់តែខ្លាំងនៅអាណត្តិទី1របស់លោកតាត្រាំដែលបានដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់វេណេស៊ុយអេឡាដើម្បីដាក់សម្ពាធឲ្យលោក Maduro ចុះចេញពីតំណែងនៅពេលដែលសេដ្ឋកិច្ចក្នុងប្រទេសកំពុងតែដុនដាបផ្ទុយទៅវិញ Maduro មិនបានចុះចេញនោះទេបែរជាខិតខំគ្រប់វិធីសាស្ត្រដើម្បីឈ្នះការបោះឆ្នោតឆ្នាំ2019បន្តតំណែងប្រធានាធិបតីបន្តទៀត
សហគមន៍អន្តរជាតិពិសេសអាមេរិកនិងលោកខាងលិចបានបដិសេធមិនទទួលស្គាល់លោកម៉ាឌូរ៉ូជាប្រធានាធិបតីស្របច្បាប់នោះទេបែរមកទទួលស្គាល់លោកហ្វុនខ្វៃដូប្រធានសភាមកពីគណៈបកប្រឆាំងធ្វើជាប្រធានាធិបតីនៃរដ្ឋាភិបាលស្រមោលជំនួសវិញម៉ាឌូរ៉ូបានឆ្លើយតបដោយការកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិកហើយបញ្ជាឲ្យអ្នកការទូតអាមេរិកទាំងអស់ចាកចេញពីប្រទេសក្នុងរយៈពេល72ម៉ោងអាមេរិកក៏បានដកបុគ្គលិកទូតខ្លួននិងបិទស្ថានទូតនៅរដ្ឋធានីការ៉ាកាសផងដែរហើយបិទវីសាដល់បណ្ដាមន្ត្រីធំៗមួយចំនួនរបស់រដ្ឋាភិបាលរបស់ម៉ាឌូរ៉ូប៉ុន្តែនៅតែធ្វើឲ្យម៉ាឌូរ៉ូមិនបានហើយចំពេលដែលអាមេរិកស្ថិតនៅក្រោមអាណត្តិរបស់លោកប្រធានាធិបតីโจ Biden ដែលរៀងបន្ថយភាពតានតឹងបន្តិចនិងលើកលែងទណ្ឌកម្មខ្លះទៀតក្នុងឆ្នាំ2024វេណេស៊ុយអេឡាបានរៀបចំបោះឆ្នោតម្ដងទៀតអាមេរិកនិងសហគមន៍អន្តរជាតិបានអះអាងថាមានភស្តុតាងបង្ហាញថាបេក្ខជនប្រឆាំងគឺលោក Edmundo Gonzalez ជាអ្នកឈ្នះពិតប្រាកដតែ Maduro បានប្រកាសថាខ្លួនជាអ្នកឈ្នះឆ្នោតហើយបន្តតំណែងប្រធានាធិបតីដោយមានក្រុមយោធាជួយគាំទ្រផងដែរចាប់តាំងពីលោកតាត្រាំចូលមកកាន់តំណែងប្រធានាធិបតីអាណត្តិទី2ក្នុងខែមករាឆ្នាំ2025មកចំណាត់ការបានដាក់មកលើវេណេស៊ុយអេឡាឡើងវិញហើយបន្ថែមលើពីនោះទៀតថែមទាំងចិនឌីកាចាប់ខ្លួនលោកម៉ាឌូរ៉ូដោយមានប្រាក់រង្វាន់$50 លានដោយចោទប្រកាន់ពាក់ព័ន្ធនឹងក្រុមភេរករនិងគ្រឿងញៀននិងចុងក្រោយបំផុតគឺព្រឹត្តិការណ៍កាលពីចុងសប្តាហ៍មុននេះសម្រាប់មូលហេតុពិតប្រាកដនៃការចាប់ខ្លួនលោកម៉ាឌូរ៉ូទាំងកំរោលបែបនេះប្រហែលជាបងប្អូនប្រិយមិត្តដឹងស្រាប់ហើយគឺសំខាន់បំផុតគឺភូមិសាស្ត្រនយោបាយនិងប្រយោជន៍អាមេរិក